បងប្អូនទាំងអស់គ្នាថ្ងៃនេះក៏មកបែបថាឃើញហើយគឺស្រកទឹកមើលទៀតហើយបងប្អូននេះវីដេអូថ្ងៃនេះចាបុកស្ដែកសាច់គោចាគឺថាឆ្ងាញ់មែនទែនបងប្អូនរសជាតិវិញថារសជាតិដើមបងប្អូនរូបមន្តដើមរសជាតិដើមចាឆ្ងាញ់ខ្លាំងមែនទែនចាអមជាមួយនឹងសណ្ដែកដីជាមួយនឹងចាសាឡាត់ស្រួយទៀតបងប្អូនថាអេមខ្លាំងមែនទែនចាប្រហែលតិចបន្តិចទៀតគេថាកើតរឹតតែឆ្ងាញ់រឹតតែពិសេសចាបងប្អូនចាសម្រាប់មុខម្ហូបមួយមុខនេះបងប្អូនអាចថាយើងចង់និយាយថាយើងជួបជុំមិត្តភ័ក្តិជួបជុំបងប្អូនក៏បានធ្វើម្ហូបហូបលេងក៏បានចាដូច្នេះហើយមិនបង្អង់យូរទេបងប្អូនថ្ងៃនេះជិះម៉ូតូទៅយកកូននៅសាលាហើយក៏នេះចាស្ដេចណាមួយស្ដេចគួររបស់យើងវារាំងផ្លែល្អផងដែរតាក៏ដាំមកដល់ពេលតានេះទៅងាកនឹកគួយទៅនឹកឃើញចាស្ដេចគួរល្អផងនឹកឃើញតោះបេះយកទៅបដ ாய் ទៅចានេះពីអ្នកកូនណាបងប្អូនចាកូនចេញពីសាលាមកជួយម៉ាក់បេះស្ដេចគួរល្មមហើយថានិយាយពីស្ដេចគួរវិញនេះផ្លែរយោងយ៉ាងណាបងប្អូនឲ្យវែងស្ដួកចាណាបងប្អូនហើយសម្រាប់ស្ដេចគួរនេះបងប្អូនអត់បានប្រើជីអីទេព្រោះអីយើងដាំទឹកហូបខ្លួនឯងកាលណាតែយើងប្រើជីគឺថាវាអត់ល្អប្រហែលទេតែយើងប្រើជីធម្មជាតិណាបងប្អូនមិនមែនថាជីសជីអីទេយើងប្រើជីអាចគោឬក៏អាចជ្រូកអាចមឿនអីទៅបងប្អូននិយាយពីថារសជាតិវាណាផ្អែមយ៉ាងណាហើយលឹងស្រួយហូបទៅច្រាវណាបងប្អូនវាអត់ដូចតែយើងទិញនៅផ្សារទេនិយាយពីថាបងប្អូនមើលផ្លែវាហើយនេះកូនខ្ញុំបេះបានមួយដៃហើយខ្ញុំស្ដាយអា2 3តងនេះក៏មូលយកទៀតចាបើនិយាយពីថាអ្នកភូមិគេជីកកាត់ទៅកាត់មកឃើញថាស្ដែកនេះក៏ល្អយ៉ាងណាល្អលែតែអញ្ចឹងឯងតែអត់ត្រឹមបានខ្លួនឯងដែរក៏ចាត់ការបដ ாய் ទៅថ្ងៃនេះចាមិនបង្អង់យូរទេបងប្អូនបន្ទាប់ពីថាបេះស្ដែកគួរបានហើយក៏បានចាប់ម៉ូតូទៅទិញចង់និយាយថានេះទិញសាច់ណាបងប្អូនទិញគ្រឿងផ្សំមួយមុខទៀតដែលมันអាចអត់បានចាសាច់គោបងប្អូននេះអ្នកលក់កំពុងតែនាំថាចែឲ្យយកសាច់បែបនេះចឹងណាបងប្អូនតែខ្ញុំនេះចង់បានសាច់ច្រឡោតក្នុងហើយកថានោះក៏ផុយដូចគ្នាដែរចាបើមិនផុយក៏ធានាជូនទៀតឡើយនេះអូខេបងប្អូនទាំងអស់គ្នាបន្ទាប់ពីថាយើងទៅទិញសាច់ហើយឥឡូវនេះគ្រឿងផ្សំរបស់យើងមានដូចជាចាសាច់គោស្ដែកគួរចាស្ដែកគួរមិញដែលខ្ញុំបេះនៅផ្ទះហ្នឹងហើយនឹងប្រហុកស្ករត្នោតហើយម្ទេសចាសម្រាប់ត្រប់នេះគឺថាធ្វើបន្លែណាបងប្អូនបើបងប្អូនខ្លះគាត់មិនចូលចិត្តក៏មិនបាច់ដាក់ដែរហើយនឹងក្រូចឆ្មាចាបើម្ទេសណាសម្រាប់ម្ទេសវិញយើងជ្រើសរើសយកម្ទេសស្រែទៀតគឺថារឹតតែឆ្ងាញ់បងប្អូនវាក្លិនវាឈ្ងុយណាហើយបន្ទាប់មកទៀតចាបន្ទាប់ពីលាងសាច់គោហើយណាខ្ញុំយកមកជ្រៀកវាជាពីរបែបនេះហ៎បងប្អូនមើលសាច់ឡើងក្រហមងាំងដោយសារតែគោថ្ងៃនេះគោខ្ចីបន្ទាប់ពីពុះហើយណាបងប្អូនខ្ញុំយករ៉ូឌីមកប្រឡាក់បន្តិចទៅព្រោះឲ្យយើងត្រូវការឲ្យសាច់គោរបស់យើងនោះវារៀងមានជាតិឡំបងប្អូនហើយយើងទៅបុកយកទៅលាយបុកគ្រឿងនោះទៀតគឺថាវារឹតតែឆ្ងាញ់ចានេះចំណែកសាច់គោគឺថាខ្ញុំអត់យកច្រើនទេបងប្អូនខ្ញុំយកតែ3ដុំទេព្រោះខ្ញុំអត់បានធ្វើច្រើនប៉ុន្មានទេបន្ទាប់ពីប្រឡាក់ទុកប្រហែលជា5នាទីមកបងប្អូនខ្ញុំក៏បានយកមកអាំងភ្លើងចាបងប្អូនមើលសាច់វាឡើងក្រហមហើយស្រស់ល្អមែនទែនហើយសម្រាប់បុកសាច់គោនេះបុកស្ដែកគួរសាច់គោនេះណាបងប្អូនបើថាបងប្អូនយកសាច់ខ្លះស៊ីថាអត់ឆ្ងាញ់ទេតែបើថាយកសាច់ថ្មីដូចខ្ញុំនេះទៀតគឺថាវារឹតតែអេមហើយរឹតតែបន្ថែមរសជាតិគឺថាជាតិខ្លាំងមែនទែនបងប្អូនឡើយនេះខ្ញុំប្រែសម្រាប់បងប្អូនខ្លះគាត់ថាគាត់ចូលចិត្តបុកយកសាច់បែបឆៅក៏ដាក់សាច់ឆៅតែខ្ញុំដាក់50-70%ទៅព្រោះអីគ្រួសារខ្ញុំក៏អត់សូវចូលចិត្តឆៅប៉ុន្មានដែរបើខ្ញុំវិញគឺថាឆៅក៏ចូលចិត្តឆ្អិនក៏ចូលចិត្តអត់បញ្ហាទេសម្រាប់ខ្ញុំចាបន្ទាប់ពីអាំងសាច់គោហើយយើងមកកាត់ស្ដែកគោវិញបងប្អូនស្ដែកគោរបស់យើងកាត់បែបនេះហ៎ចាមកថ្នាំង2ថ្នាំងដៃអីចឹងមកចានេះបន្ទាប់ពីកាត់ហើយខ្ញុំទុកមកកដោបសិនបញ្ជាក់បងប្អូនស្ដែកគោឡើងនេះខ្ញុំលាងរួចអស់ហើយបងប្អូនចាហើយថាខ្ញុំអត់បានលាងចាបន្ទាប់ពីទុកសាច់ស្ដីគួរនឹងចាក់មកកដោបហើយម្លែកហ្នឹងណាបងប្អូនចាយើងក៏បានមកហាន់ក្រូចឆ្មារបស់យើងចាសម្រាប់បុកស្ដីគួរសាច់គោនេះបើថាអត់ក្រូចឆ្មាទេមិនអាចទៅរួចទេបងប្អូនតែកុំភ្លេចឲ្យសោះក្រូចឆ្មាតែសម្រាប់ក្រូចឆ្មាបើបងប្អូនយកក្រូចឆ្មាខ្មែរទៀតគឺថាអេមែនទែនហើយបើបានដាំខ្លួនឯងរឹតតែពិសេសបងប្អូនព្រោះថាវាហូបទៅក៏វា
bạch phây ta miền bánh hái cái đã chi đã tham ấy chứ nào bằng bồn chả lâu dương nghiệm mà han xích cô vinh mà đong chả tại sao ta xích cô bỏ dưỡng cái chân hỏi phải chơi chất sắp bị rồi ấy nương ấy bằng bồn này rồi nhom mà bạn đã chân đó mà rồi bị rồi tê rồi nhom vô bài đang lòm đấy chả tập bị thay dương han nó bằng bồn dương han hai chân nó han chia say ở riêng sợi chân mà bằng bồn hành thôngแบบนี้กับอันได้แต่สำหรับยมหันแบบนี้เต้าโปรไอการนาแต่ยังหันแดงดังได้ยังโยตบกตัววิชับโจเฉียดได้จ้ะแต่ปีหันให้ยังจะสิโก้บ่ยังก็ทาตกมาไล่สันจ้ะให้เติมเอาเตี้ยบางปอนอย่ายังđãเติมซอโจ้ให้นั่งมาเตยมยัวคอมแบบนี้ฮะบางปอนไงđãตัวเคยเปิดทำแบบคอมเงียงยังเมาแต่ปีท่าđãมาเตให้ยังบกเวียตัวบางปอนบกเวียเรียงหมดนะจ้าบอดติดมั้งแต่ว่าถ้าบางคนtrong thay mà tê hôi hàm tê hôi com bốc hơi từ tiết các bạn đâyแต่nhóm bạch thêm đấy phần này ha về là mồm ấy xài sập cướp sao được cướp ấy ni mà ho hết hay bị tập máu bang phôn complex á bốc sẽ đầy cua ní rồi chết đâm vào nhóm cái thay nhóm vô vào học chào á học mày dân thưa luôn này nhá vào học chào nhóm trăm phải chỉ bốn đọc con trai ở chân màu tập màu tí nhóm đã score thनोតhay vào bang phôn khai cất đã score so các bạn này mình tay score so nhóm che bang phôn về sâu miền rồi chết ngay để score thनोតthì score thनोតcái thay về rất tại ngồi về rất tại ngay nhá bang phôn cha hay bị tập màu tiết dân sẽ bài cười chmai trầu cha cười chmai dân phải chỉ bảy bốn play nữa bang phôn hay dây bịตึกbang phôn khơi nhỉ bởi mà để dương bạn nằm luôn ấy cái thậtตึกkhlang mình tên trả trâu chân tàu hai bữa tập máu tiết bóng bóng dương đã bị chen hai bữa tập bị đã bị chen máu trả dương thamตึกtây dương thamตึกtây tại tấu rồi và học bài dương đã môn hai chứng dương bài thamตึกtây ra màn thì dương đuôi tham viên tại tàu trả bữa tập máu dương cho bỏ trôi kia trả kêu này nhé dương cho bỏ trôi kia sọp màu bữa tập bị cho bỏ kêu hơi trả sẽ đây cua bài dương tục trăm cá đã và đôi tàu trả đi sẽ đây cua bữa tập đã sẽ đây cua cho bóng ôn complex bọc về riêng bay áสำหรับsẽ đây cua bài dương ở bọc về mình bay thay dương ở ngay thìแต่ว่าทายយើងបុករៀងឲ្យវារៀងបែកតិចមកយើងបាច់ថាបែកខ្លាំងម៉ានទេយើងយកវាមកល្មមមកមើលទៅថាវាចូលជាតិជាមួយនឹងគ្រឿងរបស់យើងហើយបែបនេះបងប្អូនចានេះអូយកាន់តែបញ្ចូលសលេងបងប្អូននឹកឃើញក៏ឃ្លានទៀតដែរនេះចាហើយនិយាយពីថាអេមរសជាតិគឺថាដិតមកជូរអែមប្រៃហិលបងប្អូនចាវាចង់ខ្ញុំចង់បញ្ជាក់ថាវាឆ្ងាញ់មែនទែនណាបន្ទាប់ពីថាកោគ្រឿងស្ដេចរបស់យើងបុកប៉ុនអស់ហើយនេះចាបងប្អូនឥឡូវទុកទៅអីសាច់គោដាក់បដ ாய் ទៅនេះចាឥឡូវយើងច្បល់សាច់គោរបស់យើងឥឡូវនេះបងប្អូនមិនបាច់បុកទេដោយសារតែយើងបុកស្ដេចគោរួចហើយកាលណាតែយើងបុកទៀតស្ដេចគោកាន់តែម៉ត់គឺអត់ឆ្ងាញ់ទេដូច្នេះហើយយើងក៏បានកោវាត្រឡប់ទៅត្រឡប់មកអញ្ចឹងមកកោត្រឡប់ទៅត្រឡប់មកបងប្អូនឃើញទេចាចាបន្ទាប់ពីកោត្រឡប់ទៅត្រឡប់មកនេះរួចរាល់ហើយបងប្អូនចាហើយក៏បានយកមកដាក់ថាសចាសម្រាប់បន្លែណាបងប្អូនខ្ញុំជ្រើសរើសសាឡាត់តែបងប្អូនពេញចិត្តដូចជាត្រប់ដូចជាត្រសក់ក៏ដូចជាយងជ័យអីបងប្អូនដាក់តាមចំណូលចិត្តបងប្អូនទៅហើយបន្ទាប់ពីថាចាក់ចូលចានហើយបងប្អូនកុំភ្លេចឲ្យសោះគ្រឿងពីរមុខនេះគឺមិនអាចភ្លេចបានទេណាបើអត់ពីរមុខនេះក៏អាចទៅរួចទេចាបងស្ដីគួរចាដូចជាជីបន្លាគេហៅតែជីនាងវងបងប្អូនជីនាងវងទេជីរណាសុំទោសបងប្អូនចាហើយនឹងសណ្ដែកដីថាសណ្ដែកដីបងប្អូនបាច់បុកម៉ត់ប៉ុន្មានទេយកមកគ្រួបបែបហ្នឹងមកចាហើយឥឡូវដល់វគ្គយើងភ្លក់មើលហើយចាមួយម៉ាត់ទៅវាលៀនមានម្ទេសលាយមកក្របទៀតបងប្អូនគឺថាឆ្ងាញ់មែនទែនឡើយនេះនោះរសជាតិណាឆ្ងាញ់ខ្លាំងណាស់ជូរហិលប្រៃហើយបន្ទាប់មកទៀតมันអស់ចិត្តទេបងប្អូនដាក់ជាលើកទី2មើលលើកទី2មកខ្ញុំយកសាឡាត់ទំនើបបងប្អូនធ្វើជាបន្លែអានេះម៉ាត់ទី2ដាក់ម៉ាត់ទី2ថារត់ទៅជាទៀតបងប្អូនហើយដោយសារតែវាមានបន្លែមានអីចឹងណាបងប្អូនយីប៉ែនេះហូបបានណាចាអូខេបងប្អូនទាំងអស់គ្នាបើមានតិចនិចក្នុងការធ្វើបុកសណ្ដែកសាច់គោបងប្អូនជួយ comment ពីក្រោមវីដេអូនេះផងដើម្បីឲ្យនាងខ្ញុំបានដឹងដែរថាឲ្យមានតិចនិចឲ្យធ្វើអត់ទៅឲ្យវាឆ្ងាញ់ជាងនេះទៀតណាបងប្អូនហើយកុំភ្លេចជួយ follow page ហើយនឹងជួយ share វីដេអូនេះឲ្យបានច្រើនផងដែរអរគុណបងប្អូនទាំងអស់គ្នាដែលចូលមើលតាំងពីដើមរហូតដល់ចប់